សូមជម្រាបសួរបងប្អូនរួមជាតិខ្មែរទាំងក្នុងក្រៅប្រទេសបាទជាទីនឹកលឹកជាទីស្វែងរកថ្ងៃនេះមានប្រធានបទថ្មីមួយទៀតពងតនេពីបើកបបពាក់ព័ន្ធជាមួយនឹងអ៊ំសំរងស៊ីទៀតហើយតដែលគឺថាស្អីចរណាតស៊ូសង្គ្រោះជាតិទេទៀតតស៊ូមួយជីវិតហ្នឹងហើយបាទហើយបងប្អូនចង់ដឹងថាតើវាមានលទ្ធផលយ៉ាងម៉េចចំពោះអាចរណាតស៊ូដែលមានគ្នា3នាក់ហ្នឹងមានអីកឹមសុកបងអូនកឹមសុកបើខ្ញុំឲ្យហាសនាមគឺអាមនុស្សមាត់ចង្រៃអានោះអត់បាននិយាយមកវាឡើងស្រួយហើយវានិយាយមកទៅដូចវាចេះដឹងហាញជាងគេចឹងអត់ដែរវាភាកចេញមកអត់ដែរល្អម្ដងណាទេគឺថាឲ្យតែបាននិយាយដោយសារតែមាត់ចង្រៃហ្នឹងហើយបានធ្វើឲ្យវាប្រាស់ស្រុកហ្នឹងមាត់ចង្រៃហ្នឹងអាហ្នឹងមិនមែនជាការតស៊ូអីទេអាហ្នឹងជាការបំផ្លាញខ្លួនឯងហើយណាគេដូចអាឆានីណានៅអូស្ត្រាលីហ្នឹងគេនៅនូហ្សេឡង់ហ្នឹងបាទនឹងមុខមាត់អីអាហ្នឹងរូបថយមានមួយស្លឹកទេអត់មានច្រើនស្លឹកទេហើយត្រូវហើយអាហ្នឹងវាពួកប្រឆាំងគេរួបរวมគ្នាគេកែនគ្នាមកធ្វើអាចរណាហ្នឹងវាមិនខុសទេគាត់ថាអ្វីដែលវាមិនត្រឹមត្រូវពួកអត់ប្រយោជន៍អត់បានប្រយោជន៍ទេពីបងអូនសនតារាអីហ្នឹងគេនិយាយចេញមកស្អីក្រោកមួយចលនាដេញចូលសន្តិភាពគឺថាដើម្បីការពារសុខសន្តិភាពលោកបានបញ្ជាក់ច្បាស់ហើយដើម្បីការពារសុខសន្តិភាពក្រោកមួយវាយមួយមានន័យថាការណាក្រោកអ្នកណាក៏ដោយដែលក្រោកប្រឆាំងបាទបង្កើតតំបន់អបគមក្រោកឡើងជេរប្រមាថបតិចបដាសាជាតិសាសខ្លួនឯងថ្នាក់ដឹកនាំបុគ្គលណាក៏ដោយបាទថ្នាក់ដឹកនាំទេតែរូបខ្ញុំក៏ដោយតែមានគេក្រោកមកឲ្យជេរប្រមាថបតិចបដាសាដាក់ទំនាខ្ញុំក៏ខ្ញុំមិនអាចទ្រាំបានដែរហ្នឹងគេវាយហើយនឹងប្រទេសណាក៏ដូចគ្នាដែរប្រទេសបារាំងដែលពួកប្រមាណក្បាលកំពុងតែធ្វើអាចរណាតស៊ូគេហ្នឹងសាករិះគន់អ៊ីម៉ានូអែលម៉ាក្រុងនេះសាកមើលបាទមិនអ៊ីម៉ានូអែលម៉ាក្រុងរដ្ឋាភិបាលអ៊ីម៉ានូអែលម៉ាក្រុងសុក្រិត 100% ទេអត់ទេវាមានចំណុចទាស់ដូចតែប្រទេសកម្ពុជាយើងចឹងបាទទាំងថ្នាក់មូលដ្ឋានទាំងមន្ត្រីរាជការអីហ្នឹងវាមានចំណុចទើសព្រោះមិនមែនជាទេវតាក៏មិនជាប្រអិនដែរមនុស្សវាមានកំហុសហើយអញ្ចឹងទេសាកពួកអស់អ្នកឯងទៅប្រមាថឬក៏ទៅទីទៀនអ៊ីម៉ានូអែលម៉ាក្រុងរដ្ឋាភិបាលផងក៏បងគេវាយក្រោបមកគេវាយមកកញ្ញោដូចតែគ្នាចឹងអញ្ចឹងសម្ដេចតេជោសានក៏ដូចជាសម្ដេចមហាបវរធិបតីលោកបានបញ្ជាក់ច្បាស់ហើយកុំថាតែលោកទាំងពីរសម្ដេចទាំងពីរទាំង3ប្រជាពលរដ្ឋខ្មែរ17លាននេះក៏គេមិនគ្រប់គ្រងឲ្យមានបកគលណាមកក្រោកមកប្រឆាំងរដ្ឋាភិបាលបង្កើតតំបន់អបគមមកជេរបរិចបដាសាដែរក្នុងនាមប្រទេសកម្ពុជាដែលមានវប្បធម៌ល្អប្រពៃមានក្រមសីលធម៌គឺថាគេវាយគ្រប់គ្នាហើយអញ្ចឹងពាក្យថាក្រោកមួយវាយមួយគឺគេឯកភាពគ្រប់គ្នាខ្ញុំនៅក្រៅប្រទេសខ្ញុំឯកភាពដែរអាក្រោកមកប្រភីភ្លើក្រោកមកគេវាយទៅចាប់វាដាក់គុកបាទក្រោកមិនមែនតែពាក្យមានន័យថាក្រោកហ្នឹងបើក្រោកមកជំរាបសួរគេក្រោកមកអំណរសាទរនៅការដឹកនាំប្រទេសល្អហើយក្រោកមកប្រឆាំងឬក៏មានមតិយោបល់ដើម្បីកែប្រែឲ្យជាតិយើងរុងរឿងអាហ្នឹងគេមិនវាយអាហ្នឹងគេក្រោកមកគឺគេគ្រប់គ្រងឯកភាពហើយមិនឃើញអ្នកដែលមានចំណេះដឹងទាំងឡាយទាំងបាលមកគណៈបព្វជិនអូសទីមកឡើងអស់ហើយអញ្ចឹងថាអូសទីនេះចុះហើយមានអីខុសអូសទាញអ្នកស្នេហាជាតិអូសទាញអ្នកដែលមានវិជ្ជាជីវៈក្នុងខ្លួនអូសទាញបញ្ញវន្តយកមកធ្វើការរួមគ្នាដើម្បីឲ្យជាតិយើងល្អអាហ្នឹងអត់មានអីខុសតោះខុសទេអញ្ចឹងទេអាក្រោកមកវាយហ្នឹងគឺគេវាយត្រឹមត្រូវហើយឯពួកអស់លោកហ្នឹងក្រោកមកក្រោកមួយជួយស្អីគេមើលថាគេថាក្រោកមកមួយគេជួយមួយហើយជួយស្អីវាមិនដែលមានម៉ែអាណាឃុំបីតែខ្លួនឯងរត់ប្រាស់ស្រុកទៅជួយអាណាកើតឆ្ងល់នេះដោយអសនតារាអីឪកំពុងនៅក្នុងគុកនោះហើយជួយស្អីជួយឪខ្លួនឯងមិនទាន់នឹងបានផងឯងទៅជួយពីណាគេបានអាប្អូនសនតារាហើយលោកអ៊ំសំរៀងស៊ីលោកអ៊ំឯងខ្លួនឯងចូលស្រុកខ្មែរជាភូមិកំណើតកើតជាមិនទាំងបានផងហើយទៅជួយអ្នកណាបានណាអាប្អូនកឹមសុកឯនឹងរត់ចោលស្រុកប្រាស់ស្រុកនេះរងថ្ងៃរោតែចំណូលចិញ្ចឹមគ្រួសារមិនទាន់នឹងបានគ្រប់គ្រាន់បរិបូរបងទេទៅជួយអាណាបានវាមិនខុសពីអាគិញគក់លក់ថ្នាំស្រែងណាអាខ្លួនឯងកើតស្រែងព្យាបាលមិនជាផងទៅសន្យាជាមួយគេថាព្យាបាលស្រែងឲ្យគេវាហួសហេតុឲ្យនៅតែមានខ្មែរសម័យឥឡូវខ្មែរបច្ចុប្បន្ននេះទាំងក្នុងនិងក្រៅប្រទេសគេឈប់ឈួតហើយគេក៏ឈប់ភ្លើដែរគេមានចំណេះដឹងគេមានខួរក្បាលរបស់គេដែរឆ្លងកាត់បទពិសោធន៍ជីវិតបរិបទសង្គមខ្មែរមកដល់បច្ចុប្បន្នភាពនេះគេមើលដឹងណាស់ថាអ្នកណាជាអ្នកណាមានកំណើតនិងអត់កំណើតគេមើលដឹងណាស់អ
chân tôi lập từ vinh thế cứ tha vậy đã cụ ơi đất những số cứ ở phụ của man các bà đây chọn toประเทศកម្ពុជាមិនមែននៅក្នុងសភាពការតឹងតែងដោយជំនាន់ពលពតអត់មានបាយស៊ីគេកាប់សម្លាប់គ្រប់វិនាទីណាប្រទេសគេកំពុងតែសបាយរីករាយណាកំពុងតែធ្វើបន់សមុទ្រធ្វើបន់ទន្លេគេកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវឲ្យមានបរិយាកាសសបាយរីករាយបងប្អូនទាំងឡាយណាដែលកាន់ភ័យកាន់អីគេកំពុងតែផ្សព្វផ្សាយអំពីតំបន់ទេសចរខ្មែរគេរួមចំណែកគ្នាគេហឹកហាក់គេសប្បាយរីករាយក្នុងការបង្ហាញពិភពលោកឲ្យមើលឃើញតែប្រទេសកម្ពុជារបស់គេកំពុងតែមានសេចក្តីសុខបើទោះមិនសេចក្តីសុខគ្រប់គ្នាទាំងអស់ក៏មានសេចក្តីសុខភាគច្រើនដែរក៏គេបានរួមចំណែកបង្ហាញពិភពលោកឲ្យមើលឃើញអំពីវឌ្ឍនភាពខ្មែរដែរនៅខេត្តកំពតខេត្តសៀមរាបខេត្តកោះកុងខេត្តកំពង់សោមទីក្រុងភ្នំពេញគ្រប់ខេត្តក្រុងទាំងអស់គេមានសក្តានុពលទេសចររបស់គេដែលរាជរដ្ឋាភិបាលកំពុងតែពង្រឹងទៅលើបញ្ហាផ្សព្វផ្សាយឲ្យទូលំទូលាយទៅដល់ពិភពលោកឲ្យមើលឃើញពីការរីកចម្រើននិងវឌ្ឍនភាពរបស់ខ្មែររបស់យើងនិងការសប្បាយរីករាយរបស់ប្រទេសកម្ពុជារបស់យើងហ្នឹងបាទហើយឯងនៅទុកសោកតស៊ូនៅតស៊ូនឹងតស៊ូស្អីវាអត់យល់នឹងតែអត់យល់យើងសូមជម្រាបប្រកាសជូនដល់បងប្អូនខ្មែរទាំងក្នុងក្រៅប្រទេសថាអាចរណាស្អីនេះវាអត់ខុសពីការរៃអង្គាសសុំប្រាក់ទេព្រោះអស់លុយហើយអស់អីចាយហើយអញ្ចឹងទេវាអត់មានអ្វីក្រៅពីមធ្យោបាយហ្នឹងទេហើយវាមានអ្នកស្មារតីកុំឲ្យមានអ្នកភ្លើទៀតមែនណាកុំអីទៅយកលុយដាក់ស្រោមសបុតដាក់ក្នុងប្រអប់ដាក់អីហ្នឹងតើបានជួយស្អីខ្លះហើយអាប្រអប់នៅសបុតហ្នឹងតិចទៀតអ៊ំសំរងស៊ីហ្នឹងអាកឹមសុកអីអាប្អូនសនតារាអីហ្នឹងចែកលុយប្រអប់គ្នាហ្នឹងមិនត្រូវជេរគ្នាប្រាប់ប្រាស់គ្នាបែកគ្នាទៀតវាអត់មានអាណាដឹកនាំអាណាការទេមកក្រុមហ្នឹងព្រោះអត់មានបញ្ញវន្តអញ្ចឹងណាវាបញ្ញវន្តហើយវាអត់មានអីធ្វើក្រៅតែអំពីដេះឌីលទេអញ្ចឹងណាអញ្ចឹងទេឥទ្ធិពលហើយនឹងការបង្កើតចលនាតស៊ូវាជារឿងបៃលុកបៃឡជារឿងក្មេងបៀមដៃលេងទេហើយមើលយើងមើលរចនាសម្ព័ន្ធគេចេញមក3នាក់ហើយ3នាក់តួនាទីគេនឹងសិតតែតួនាទីអត់ដឹងខ្យល់ទាំងអស់សំនឹងស៊ីប្រធានទៅអាមួយអ្នកនាំពាក្យទៅអាមួយស្អីប្រធានក្រុមអីណាជួយសម្របសម្រួលអីចឹងវាអត់មានទេចឹងវាអត់ដឹងថាសូម្បីតែវិជ្ជាជីវៈក្នុងការបង្កើតរចនាសម្ព័ន្ធវាអត់មានផងហើយធ្វើការដឹកនាំឲ្យកើតអញ្ចឹងខ្ញុំមិនរិះគន់អីទេគ្រាន់តែខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនខ្មែរនៅក្រៅប្រទេសជាពិសេសណាដែលខំប្រឹងប្រែងធ្វើការណាមកកាក់ម៉ាសេនហើយជាពិសេសអ៊ំចាស់ដែលស៊ីលុយទៅត្រែតនេះស៊ីលុយ SI អីគេណាហើយទៅយកទៅជូនទៅឲ្យសំរៀងស៊ីយកធ្វើមានបានអញ្ចឹងវាអកុសលអាពួកនឹងបាបកម្មអាពួកនេះគឺបាបកម្មត្រង់ថាបោកប្រាស់លុយប្រជាពលរដ្ឋនៅក្រៅស្រុកហ្នឹងហ្មងហើយអ្នកនៅក្នុងស្រុកគេអត់ភ្លើទេមានអ្នកភ្លើធម្មតាទេវាមិនខុសអីពីគេចាប់ដូចតែទេអាពួកហ្នឹងសពួកអង្គរឬហើយដូចតែទេទោះក៏អក្រក់ប៉ុណ្ណាក៏ដោយក៏មានអ្នកទៅឆ្លាញ់គាត់ដែររាប់ម៉ឺនរាប់លានអ្នកដែរហើយយើងទៅចាប់ចងគេមិនទៅដាក់ទោសគេមិនអ្នកដែលគ្រប់គ្រងដូចតែទេនឹងមានបញ្ហាប្រឆាំងបកចលាចលពេញប្រទេសហើយអញ្ចឹងអា ICC ហ្នឹងគឺថានាំមកករឿងទេបាទនាំមកករឿងទេអញ្ចឹងវាពិតណាសំរងស៊ីទោះជាចោលមកទៀតប៉ុណ្ណាក៏ត្រូវមានអ្នកចោលមកទៀតតាមគ្រប់គ្រងវាមានអញ្ចឹងណាអញ្ចឹងហើយបានជាគេមានយុទ្ធនាការគេហៅថាងើបមួយវាយក្បាលមួយវាយពួកចោលមកទៀតហ្នឹងកុំឲ្យវាមានតទៀតព្រោះហ្នឹងវាចង្រៃសង្គមហើយចង្រៃមែននាំអាចរំរឿងណាស់អត់នេះទេអញ្ចឹងទេត្រឡប់មកវិញវាជារឿងអាណិតអាសូរទេអាពួកក្រុមប្រឆាំងក្រុមតស៊ូក្រៅប្រទេសប្រមាណក្បាលហ្នឹងខ្ញុំអាណិតអាសូរទេគណៈបព្វជិជនកម្ពុជាដឹកនាំដោយសម្ដេចតេជោហ៊ុនសែនដឹកនាំដោយសម្ដេចមហាបវរធិបតីនិងអិសរាជជនផ្សេងទៀតតែជំនាន់ក្រោយក្មេងៗមានកម្លាំងអំហាយមានបញ្ញាវាងបីគេអត់ខ្វល់អីច្រើនទេគេខ្វល់តែគេពង្រឹងនិងពង្រីកពងតែមានយុទ្ធសាស្ត្របញ្ញកោនឹងពង្រឹងពង្រីកធ្វើយ៉ាងម៉េចក៏ដោយឲ្យសក្តានុពលកម្ពុជាកាន់តែខ្លាំងហើយគេបន្តដឹកនាំប្រទេសលោយូទៅតែ4 5 6ឆ្នាំ10ឆ្នាំ20ឆ្នាំ32ឆ្នាំអាពួកនោះងាប់អស់លេងហើយតស៊ូស្អីយ៉ាងយូរ20ឆ្នាំទៀតងាប់អស់ហើយទាំងគេទាំងខ្ញុំទាំងអីគឺងាប់អស់ហើយអញ្ចឹងឯប្រឆាំងតស៊ូប្រឆាំងស្អីគណៈបព្វជិជនដឹកនាំប្រទេសឲ្យតែនិយាយចំឲ្យតែត្រូវក្របខ័ណ្ឌត្រូវជ្រុងត្រូវមុំទៅបាទអាកន្លែងណាប្រឆាំងវារិះគន់បំពេញឧបមាថាឥឡូវថាដីនេះវាក្រហមចាក់ដីនឹងបំពេញទៅគេឈប់និយាយរឿងដីក្រហមស្ថាប័នពលិចរាចរអត់កើតលុបបំបត្តិស្ថាប័ននឹងចោលឯងបោះចោលលេងមានបញ្ហាប្រជាប្រដ្ឋសាទរកន្លែងណាក៏ដោយដែលវាអសកម្មរាជរដ្ឋាភិបាលកំពុងតែអំពាវអំពើបំពេញបន្ថែមអាហ្នឹងគឺថាចប់
ចឹងអាពួកប្រឆាំងទីបំផុតគឺថាងាប់ដោយតែទេអាពួកងាប់អត់ទេមិនចិត្តទេជាក្រោយទៀតក៏អត់ដឹងថាបានកំណាយអត់ផងទេចឹងអញ្ចឹងវាអត់មានន័យខ្លឹមសារអីទាំងអស់អត់មានខ្លឹមសារទាំងអស់ក្នុងការបង្កើតចលនាហ្នឹងបកតែបកចលាចលក៏អត់ផងពួកអត់មានឥទ្ធិពលជះបាទអត់ទេគេមិនដែលពិភពលោកសម័យឥឡូវគេអត់ដែលទទួលស្គាល់រដ្ឋាភិបាលក្រៅស្រុកអីណាអីទេអត់ទេគេមិនដែលធ្វើអញ្ចឹងទេអញ្ចឹងអ្នកដែលគួរសំណអាណិតហ្នឹងគឺថាសំរងស៊ីនឹងហើយគ្រប់ច្រករហ័សមិនដែលបានជោគជ័យឆាកជីវិតទេគឺថានៅតែណាគិះរៃអង្គាសរមជួបបាយរៃអង្គាសលុយប្រជាពលរដ្ឋហើយអ្នកដែលគេមានសេចក្តីសុខគណៈបព្វជិជនដឹកនាំសម្ដេចតេជោហ៊ុនសែនគេគ្រប់គ្រងប្រទេសគេដឹកនាំប្រទេសពីមួយថ្ងៃទៅមួយថ្ងៃគេទៅខ្វល់អីជាមួយអ្នកដែលបរាជ័យជីវិតអញ្ចឹងទេវាមានន័យខ្លឹមសារទេខ្ញុំគ្រាន់តែជួយរួមចំណែកដើម្បីឲ្យបងប្អូនខ្លះក៏បានយល់ថាអ្នកនៅក្រៅស្រុកអីដឹកនាំមានការគ្រប់គ្រងការដឹកនាំរបស់សំស៊ីអត់ទេអត់មានទេខ្ញុំចង់ជម្រាបជូនបងប្អូនថាគេឈប់ភ្លើហើយគេមនុស្សណាគេភ្លើមកជីវិតតាមសំស៊ីខ្ញុំក៏ធ្លាប់ភ្លើតាមសំស៊ីដែរ20-30ឆ្នាំមុនអញ្ចឹងមនុស្សវាមិនមែនតែភ្លើរហូតទេអញ្ចឹងអ្នកនៅភ្លើនៅប្រមាណក្បាលហ្នឹងទេដែលស្ដាប់មើលទៅដូចខ្ញុំនិយាយមិញអញ្ចឹងជួយនរណាកើតបើខ្លួនឯងជួយខ្លួនឯងមិនបានផងហ្នឹងហើយនៅខំស្រែកនិយាយអត់ខ្មាស់គេទេខ្ញុំពងអង្គុយឆ្ងល់អាប្អូនសន្តារាអាប្អូនកឹមសុកអីហ្នឹងវាមិនដឹងថាវានិយាយអំពីអីដែលតស៊ូរុកធរយកអីហ្នឹងវាអត់ដឹងថាយកតាមវិធីណាវាអត់មានណាអញ្ចឹងអាពួកនេះនិយាយឲ្យតាបានបរួលស្ដាប់តែទង្វើធ្វើមិនដឹងថាយ៉ាងម៉េចពីព្រោះដូចថាខ្ញុំនឹងដាំបាយមួយឆ្នាំងឲ្យឆ្ងាញ់ឲ្យបងប្អូនញ៉ាំវានិយាយចឹងបានក៏ប៉ុន្តែវិធីធ្វើឲ្យវាឆ្ងាញ់ហើយប្រាប់មកថាធ្វើម៉េចហើយបកាត់ភ្លើងប្រមាណដឺក្រេហើយលាងអង្គប្រមាណទឹកហើយដាក់ដាំអង្គប្រមាណកំប៉ុងហើយដាក់ទឹកប្រមាណផ្ទើហើយដាំប្រមាណម៉ោងផ្ងំប្រមាណនាទីបានធ្វើឲ្យបាយនឹងវាឆ្ងាញ់ហើយមិនចេះតែនិយាយថារឿងថាធ្វើដាំបាយឆ្ងាញ់ណាក៏និយាយកើតដែរតែដាំឲ្យឆ្ងាញ់ដាំវាម៉េចខ្ញុំមានតែប៉ុណ្្នឹងហើយបាទក៏សូមអរគុណដល់បងបានស្ដាប់បាទអរគុណសុខសប្បាយទាំងអស់គ្នាជួបពរឆ្នាំថ្មីបាទ